បងប្អូនយើងអ្នកចិញ្ចឹមសត្វតែងតែសួរខ្ញុំថាវ៉ាក់សាំងបកាជំងឺដូចជាអុតក្តាមបុកខ្យល់សាទឹកយើងធ្វើរដូវកាលណាល្អអញ្ចឹងខ្ញុំផ្ដល់ចម្លើយជូនគឺវ៉ាក់សាំងបកាជំងឺបុកខ្យល់សាទឹកគឺយើងចាក់រដូវកាលណាក៏បានដែរឲ្យតែយើងធ្វើទៀងទាត់ក្នុងមួយឆ្នាំម្ដងហើយដោយឡែកចំពោះវ៉ាក់សាំងបង្ការជំងឺអុតក្តាមគឺយើងរំលឹករៀងរាល់6ខែម្ដងដោយសារអីវ៉ាក់សាំងបង្ការជំងឺអុតក្តាមឲ្យអង្គតិកទៅលើសត្វយើងមានរយៈពេលខ្លីហើយរដូវកាលនៃការកើតអត់រើសខែទេបច្ចុប្បន្ននេះខែណាក៏មានកើតដែរពិសេសរោងកុំប៉ុនសត្វជាដើមនឹងឯងអញ្ចឹងសូមបងប្អូនថារំលឹករៀងរាល់6ខែម្ដងឲ្យបានទៀងទាត់គឺជាសត្វយើងមិនងាយឈឺទេហើយនឹងមួយវិញទៀតចំពោះវ៉ាក់សាំងបកាជំងឺទាំង3នឹងបុកខ្យល់សាទឹកអុតក្តាមប្រើទៅលើមេផើមបានដែរអត់ប្រើចាក់ហើយបានអង្គតិកតកូនដែរអត់អញ្ចឹងចំពោះវ៉ាក់សាំងអុតក្តាមបុកខ្យល់សាទឹកគឺយើងប្រើទៅលើសត្វផើមបានដាក់បា45ថ្ងៃរហូតទៅដល់7ខែគឺអត់មានបញ្ហាអ្វីទេអត់មានបញ្ហាលូតកូនឬក៏បញ្ហាអ្វីទេហើយចំពោះវ៉ាក់សាំងដែលចាក់ឲ្យអង្គតិកបានទៅដល់កូនគឺយើងប្រើទៅលើមេយើងមុនប្រកាត់ពូជយ៉ាងហោចណាស់2ខែគឺនៅពេលដែលមេនឹងមានផ្ទៃពោះគឺឲ្យអង្គតិកតកូនបានហើយអត់ជាបញ្ហាទេមិនថាបុកខ្យល់សាទឹកអត់ក្តាមដុំពួកស្បែកទេយើងសូមធ្វើឲ្យបានទៀងទាត់ឲ្យបានច្បាស់លាស់ណាអញ្ចឹងបងប្អូនលំអិតហើយនឹងសាកសួរខ្ញុំអាចតាក់ទងតាមលេខ015 961 288ហ្នឹងក៏បានឬក៏យើងឆាតមកតាម Messenger ឬក៏ Telegram តាមលេខខ្ញុំខាងលើហ្នឹងក៏បានដែរណាអរគុណច្រើនបងប្អូនសម្រាប់ការចាប់អារម្មណ៍ហើយតាមដានខ្ញុំជាប់ជានិច្ចណា